អូខេអញ្ចឹងខ្ញុំបានចាប់អារម្មណ៍ទៅលើទ្រឹស្ដីមួយមែនតើដែលគេបាននិយាយថាតាមពិតទៅនឹងពិភពលោករបស់យើងគឺត្រូវបានខ្ទេចខ្ទីបាត់បង់ជីវិតទៅហើយនៅក្នុងឆ្នាំ2012ប៉ុន្តែបើសិនជាពិភពលោកយើងត្រូវបានខ្ទេចខ្ទីក៏ដូចជាយើងទាំងគ្នាត្រូវបានស្លាប់បាត់ទៅហើយចុះហេតុអីបានជាយើងអាចរស់នៅមកដល់ឆ្នាំហ្នឹងក៏ដូចជាអាចមើលវីដេអូខ្ញុំកើតអូខេអញ្ចឹងតើតើជាមួយនឹងទ្រឹស្ដីមួយហ្នឹងគឺវារៀងចម្លែកបន្តិចក៏ដូចជាឃើញគ្នាយើងក៏ suggest នៅក្នុង comment អញ្ចឹងណាអញ្ចឹងខ្ញុំក៏សាកយក topic ហ្នឹងទៅ research មើលហើយក៏ឃើញថាវាមានរឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនដែលយើងអាចយកមកនិយាយគ្នាសម្រាប់ជាការស្ដាប់លេងកម្សាន្តបាននៅក្នុងថ្ងៃនេះដែរគឺឃើញថាមានគេនិយាយច្រើនមែនទែនក៏ដូចជាគេបានលើកឡើងនៅហេតុផលហើយនឹងទ្រឹស្ដីមួយចំនួនដើម្បីយកមកបញ្ជាក់វារៀងស្ដាប់ទៅតំណងមើលដែរដូចជាសំបីតារឿងឆ្នាំ2012ដែលរឿងហ្នឹងមានចំណងជើងថា2012ហ្នឹងដែលបានចេញការពីឆ្នាំ2009ក៏គេបានសម្ដៅទៅដល់ហេតុការណ៍នៅក្នុងឆ្នាំ2012នឹងដែរថានៅក្នុងឆ្នាំ2012ហ្នឹងគឺប្រកាសជាមានគ្រោះធម្មជាតិដ៏ធំមួយដែលធ្វើឲ្យពលរដ្ឋរបស់យើងត្រូវបានខូចខ្ទេចខ្ទីតែម្ដងតែบอกឡើងខ្ញុំគិតថាវាគ្រាន់តែជាការនឹកឃើញរបស់អ្នកនិពន្ធឬក៏អ្នកសរសេរសាច់រឿងគេនឹកឃើញអញ្ចឹងទៅគេសរសេរដើម្បីឲ្យបានសាច់រឿងឲ្យយើងមើលអញ្ចឹងណាតែដល់ពេលខ្ញុំ research មកទៅវាមិនមែនអញ្ចឹងទេគឺគេបាន inspire ក៏ជាគេបានគំនិតចេញពីកន្លែងជាច្រើនមកមែនទេអូខេអញ្ចឹងយើងទៅនិយាយតែម្ដងទៅថាហេតុអីបានជាមនុស្សជាច្រើនហ្នឹងគេយល់ថាពលរដ្ឋរបស់យើងគឺត្រូវបានខ្ទេចតាំងពីឆ្នាំ2012មកម្ល៉េះហើយបទទី1គឺតទៅជាមួយនឹងប្រតិទិនរបស់អរិយធម៌ម៉ាយ៉ាបុរាណហ្នឹងគឺនៅក្នុងប្រតិទិនហ្នឹងបើសិនជាគេចាប់អារម្មណ៍មើលទៅគេឃើញថាប្រតិទិនមួយហ្នឹងគឺវាត្រូវបានបញ្ចប់នៅត្រឹមឆ្នាំ2012ដោយសារតែជាទូទៅប្រតិទិនគឺវាបញ្ចប់មួយឆ្នាំហើយវាចូលមួយឆ្នាំទៀតអញ្ចឹងណាដូច2025ហើយវាចូល2026វាត្រូវការ reset ឡើងវិញប៉ុន្តែដោយឡែកនៅក្នុងប្រតិទិនរបស់ជនជាតិម៉ាយ៉ាបុរាណហ្នឹងគឺវាចប់ត្រឹមតែឆ្នាំ2012ទេគឺនៅថ្ងៃទី21ខែធ្នូឆ្នាំ2012គឺចប់ធំនឹងតែម្ដងចឹងហើយបានជាធ្វើឲ្យមនុស្សមួយចំនួនគឺគេបានគិតលក្ខណៈលើកទី1ថាពិភពលោកគឺប្រកាសជាត្រូវបានបញ្ចប់នៅក្នុងឆ្នាំ2012ជាម្ខាងទេដោយសារតែអរិយធម៌ម៉ាយ៉ានគឺវាមានលក្ខណៈអាចកំបាំងក៏ដូចជាបើសិនជាមានអ្វីមួយពាក់ព័ន្ធជាមួយនឹងអរិយធម៌មួយហ្នឹងគឺធ្វើឲ្យមនុស្សមានការឆ្ងល់ក៏ដូចជាអ្នកខ្លះក៏ជឿអញ្ចឹងទៅអូខេហើយនឹងមួយទៀតគឺតទៅជាមួយនឹងព្រឹត្តិការណ៍ចម្លែកឬក៏ការចងចាំហាក់ដូចជាសពេចសពិលរបស់មនុស្សទូទាំងពិភពលោកដែលយើងស្គាល់ថាជា The Mandela Effect The Mandela Effect នេះវាគឺជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យយើងនេះមានការភ័ន្តច្រឡំឬក៏ការចងចាំរបស់យើងវាខុសពីការពិតហើយចំពោះពាក្យថា Mandela នេះគឺបានមកពីឈ្មោះរបស់ប្រធានាធិបតីរបស់អាហ្វ្រិកខាងត្បូងគឺលោក Nelson Mandela នេះឯងដែលបើតាមការពិតគឺគាត់ត្រូវបានស្លាប់នៅក្នុងឆ្នាំ2013ថ្ងៃទី5ខែធ្នូប៉ុន្តែនៅក្នុងការចងចាំរបស់មនុស្សភាគច្រើនគឺគេគិតថាគាត់នឹងត្រូវបានស្លាប់នៅក្នុងគុកតាំងពីកំឡុងឆ្នាំ1908មកម្ល៉េះអានឹងវាជាការចងចាំរបស់មនុស្សភាគច្រើនហើយមួយទៀតដូចជារូបភាពមួយចំនួនឬក៏តួអង្គមួយចំនួនដូចជាតួអង្គ Pokemon អញ្ចឹងដែល Pokemon បើសិនជាការចងចាំរបស់មនុស្សទូទៅគេគិតថានៅចុងកតុយរបស់តួអង្គហ្នឹងគឺវាមានពណ៌ខ្មៅតែតាមពិតទៅតួអង្គហ្នឹងគឺអត់មានពណ៌ខ្មៅនៅចុងកតុយទេអញ្ចឹងអានេះវាគឺជា The Mandela Effect ដែលជាការយល់ច្រឡំឬក៏ជាការចងចាំហាក់ដូចជាคล้ายៗដែលវាត្រូវបានកាត់ឡើងទៅលើមនុស្សភាគច្រើនហើយចំពោះហេតុការណ៍នឹងផងដែរក៏គេបានគិតថាវាកាត់ឡើងដោយសារតែការខ្ទេចនៃផែនដីនៅក្នុងកំឡុងឆ្នាំ2012នឹងដូចគ្នាដោយសារតែហេតុការណ៍មួយដែលខ្ញុំនឹងធ្វើការបកស្រាយនៅក្នុងពេលទៀតអញ្ចឹងយើងបន្តទៅកាន់ទ្រឹស្ដីក៏ដូចជាហេតុផលមួយចំនួនទៀតហើយនឹងមួយទៀតនៅក្នុងឆ្នាំ2016ថ្ងៃ26ខែធ្នូមាន Anonymous ម្នាក់ដែលបានប្រើបណ្ដាញសង្គម 4chan ដែលគេប្រើចំណងហ្នឹងគឺបានធ្វើការ post ជាមួយនឹងសារមួយដែលសារហ្នឹងគឺមានអត្ថន័យថាខ្ញុំគឺជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកវិទ្យាសាស្ត្រតែ23នាក់ដែលទទួលខុសត្រូវទៅលើព្រឹត្តិការណ៍មួយដែលអ្នកនរគ្នាថាជា The Mandela Effect នេះឯងទៅហ្នឹងគឺគេអត់ដឹងថាសារដែលគាត់បាននិយាយហ្នឹងគឺវាមានន័យថាម៉េចទេគេក៏នាំគ្នាឆ្ងល់គ្នាថាអ្វីដែល Anonymous អ្នកនឹងនិយាយហ្នឹងគឺចង់មានន័យថាម៉េចពាក់ព័ន្ធជាមួយនឹង The Mandela Effect ហ្នឹងហើយបានជាពាក់ព័ន្ធទៅលើអ្នកវិទ្យាសាស្ត្រចំនួន23នាក់ទៅវិញតែមានយ៉ាងអីកើតឡើងអូខេអញ្ចឹងនេះវាគឺជាចំណុចសំខាន់ក៏ដូចជា key point សំខាន់ដែលយើងយកវាទៅធ្វើការផ្គុំគ្នាហើយនឹងបកស្រាយនៅក្នុងពេលទៀតអញ្ចឹងយើងបន្តទៅទៀតទៅជាមួយនឹងទ្រឹស្ដីចំនួន2ទៀតដែលយើងយកវាមកធ្វើជាស្ពានចងជាមួយនឹង head pod របស់ហ្នឹងដើម្បីបង្កើតទៅជាការបកស្រាយមួយដែលយើងអាចស្ដាប់ទៅវារៀងឡោសោចតិចក៏ដូចជាតំណងតិចផងដែរទ្រឹស្ដីទី1គឺជាទ្រឹស្ដីដែលយើងតែងតែដឹងហើយស្ដាប់សមទៅជារួចហើយគឺជា parallel universe ឬក៏ចក្រវាឡដែលមានចំនួនច្រើនឬក៏ចក្រវាឡផ្សេងពីយើងនៅក្នុងទ្រឹស្ដី parallel universe យើងនឹងស្ដាប់ថាគេបាននិយាយអំពីចក្រវាឡផ្សេងទៀតដែលផ្សេងពីចក្រវាឡដែលយើងកំពុងរស់នៅចក្រវាឡដែលយើងកំពុងរស់នៅខ្លួនឯងនេះយើងហៅថាចក្រវាឡគោលហើយចក្រវាឡនៅខាងក្រៅយើងហៅថា parallel universe ឬក៏ចក្រវាឡដោយឡែកដទៃទៀតប៉ុន្តែនៅក្នុងចក្រវាឡមួយហ្នឹងគឺវាមានរបស់ដែលស្តីងគ្នាជាមួយយើងឬក៏ខុសគ្នាតែម្ដងប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺនៅក្នុងហ្នឹងមាន
យើងដូចគ្នាប្រទេសថាយើងទាំងអស់គ្នាហ្នឹងគឺមាននៅក្នុងចក្រវាឡមួយទៀតដែរហើយចំពោះផែនដីរបស់យើងក៏មាននៅក្នុងចក្រវាឡមួយទៀតដូចគ្នាអូខេអានឹងចំណុចទី1ហើយនឹងទ្រឹស្ដីមួយទៀតគឺជាទ្រឹស្ដី Digital Universe ឬក៏ The Matrix គឺជឿថាមនុស្សយើងគ្រប់គ្នានឹងសុទ្ធតែជាប្រព័ន្ធ Digital តែប៉ុណ្ណោះដែលត្រូវបានណាម្នាក់ឬក៏អ្វីបានបង្កើតឡើងក្នុងទម្រង់ដូចជា software ឬក៏ជាការសរសេរកូដអញ្ចឹងដែលបានបញ្ចូលទិន្នន័យក៏ដូចជាការចងចាំឬក៏ character ដូចជា character ក្នុង game អញ្ចឹងណាឲ្យយើងទទួលបានការចងចាំអ្វីមួយហើយដាក់យើងនៅក្នុងពិភព Digital ដូចជា Matrix អញ្ចឹងប៉ុន្តែដោយសារតែការសរសេរកូដឬក៏ការបង្កើត software ហ្នឹងគឺមានលក្ខណៈ advanced ខ្លាំងដែលធ្វើឲ្យយើងជា software ហ្នឹងហាក់ដូចជាមានសតិ consciousness ដល់ខ្លួនឯងដែលគិតថាខ្លួនឯងគឺជាមនុស្សមែនតែប៉ុន្តែពិតទៅយើងគឺជា software ដែលត្រូវបានគេបង្កើតឡើងតែប៉ុណ្ណោះហើយចំពោះការស្លាប់របស់យើងគឺមិនមែនស្លាប់ទេវាគ្រាន់តែជាការ reset នៅ software ឬក៏ memory របស់យើងហើយយើងត្រូវកាត់ឡើងវិញម្ដងទៀតនៅពេលដែលគេចង់បង្កើតយើងឡើងម្ដងទៀតអូខេអញ្ចឹងអ្នកនេះត្រូវចាំទិសដៅទាំងពីរហ្នឹងទី1គឺ parallel universe ទី2គឺ digital universe ឬក៏ matrix អូខេហើយនឹងបន្តទៅទៀតយើងត្រូវស្គាល់តទៅជាមួយនឹងអង្គការមួយដែលមានឈ្មោះថា CERN CERN ដែលពីពេញមកវាគឺជា European Organization for Nuclear Research ដោយឈ្មោះវាអញ្ចឹងគឺជាអង្គការមួយដែលជាលក្ខណៈបែបវិទ្យាសាស្ត្រដែលពឹងផ្អែកទៅលើការស្រាវជ្រាវតទៅជាមួយនឹង nuclear ឬក៏ថាមពលដែលពាក់ព័ន្ធជាមួយនឹង particle តូចៗដែលយើងធ្លាប់និយាយជាច្រើនដងមកហើយមានសារលេចធ្លេមួយក៏ដូចជាមានអ្នកវិភាគមួយចំនួនគេបាននិយាយអំពីការរកឃើញនៅអង្គធាតុដ៏អស្ចារ្យមួយដែលគេស្គាល់ថាជា God particle ដែល God particle ហ្នឹងគឺវាមានសមត្ថភាពក្នុងការអាចបង្កើតជាមួយនឹង black hole បាននៅក្នុងការសន្និដ្ឋានលក្ខណៈបែប anonymous មួយគឺគេបាននិយាយថានៅក្នុងកំឡុងពេលដែលអង្គការ CERN ហ្នឹងគឺត្រូវបានរកឃើញជាមួយនឹង particle ដ៏អស្ចារ្យមួយដែលស្គាល់ថាជា God particle ហ្នឹងពួកគេបានធ្វើការបង្កើតជាមួយនឹង black hole តូចមួយដោយចៃដន្យហើយដោយសារតែការបង្កើតជាមួយនឹង black hole បែបហ្នឹងហើយទៅធ្វើឲ្យក្រោយមកទៀត black hole មួយហ្នឹងត្រូវបានលេបទៅបាក់ផែនដីរបស់យើងទាំងមូលចូលទៅក្នុង black hole នឹងបាត់តែម្ដងនេះជាមូលហេតុដែលធ្វើឲ្យភពផែនដីរបស់យើងគឺត្រូវបានខ្ទេចហើយចំពោះធម្មពលឬក៏ particle ដែលគេស្គាល់ថាជា God particle ហ្នឹងដឹងថាគេរកឃើញនៅថ្ងៃណាអត់គឺគេបានរកឃើញវានៅថ្ងៃទី4ខែជូឡៃឬក៏ខែកក្កដាឆ្នាំ2012ហ្នឹងតែម្ដងតែសំណួរសួរថាបើសិនជា black hole មួយហ្នឹងវាត្រូវបានស្រូបយកផែនដីចូលទៅបាត់ហើយបើយើងគិតសាមញ្ញទូទៅវាប្រកបណាស់មនុស្សយើងក៏មិនអាចរស់កើតដែរប្រកបជាត្រូវបានស្លាប់ខ្ទេចខ្ទីដោយសារតែការស្រូបមួយហ្នឹងហើយប៉ុន្តែហេតុអីបានជាមនុស្សយើងនៅរស់នៅធម្មតាអាហ្នឹងវាគឺជាសំណួរអញ្ចឹងចម្លើយហ្នឹងគឺគេបានបកស្រាយទៅលើទ្រឹស្ដីពីរសំខាន់ដែលខ្ញុំនិយាយមុនហ្នឹងទី1គឺជា parallel universe ទី2គឺជា the matrix ឬក៏ digital universe ទ្រឹស្ដី parallel universe គឺគេបានសន្និដ្ឋានថានៅក្នុងកំឡុងពេលដែលផែនដីត្រូវបានស្រូបចូលទៅកាន់ black hole ហ្នឹង consciousness របស់យើងឬក៏មនុស្សយើងទាំងអស់ហ្នឹងត្រូវបានផ្លាស់ប្ដូររួចជាស្រេចចូលទៅកាន់ចក្រវាឡផ្សេងមួយទៀតបាត់ទៅហើយទើបធ្វើឲ្យយើងហ្នឹងគឺរស់រានមានជីវិតប៉ុន្តែការរស់រានមានជីវិតរបស់យើងហ្នឹងគឺមិនមែនស្ថិតនៅលើផែនដីនៃចក្រវាឡពីមុនរបស់យើងទេវាគឺស្ថិតនៅក្នុងផែនដីនៃចក្រវាឡមួយទៀតឬក៏ parallel universe មួយទៀតដោយសារតែមូលហេតុហ្នឹងហើយទើបធ្វើឲ្យការចងចាំរបស់មនុស្សយើងគឺវាមានលក្ខណៈបែបស្រពិចស្រពិលមែនតើដូចជា the Mandela effect អីហ្នឹងដែលខ្ញុំលើកឧទាហរណ៍ដំបូងគឺគេបាននិយាយថាការចងចាំរបស់មនុស្សដែលគិតថាលោក Nelson Mandela ស្លាប់នៅក្នុងគុកនៅឆ្នាំ1980ហ្នឹងវាគឺជាការចងចាំពិតប្រាកដប៉ុន្តែវាស្ថិតនៅក្នុងចក្រវាឡមុនពេលដែលត្រូវបានរលាយឬក៏ផែនដីរបស់យើងមុនពេលដែលត្រូវបាន black hole ស្រូបចូលហើយនឹងការចងចាំមួយទៀតដែលគេដឹងថាលោក Mandela ហ្នឹងគឺត្រូវបានស្លាប់នៅក្នុងឆ្នាំ2013ហ្នឹងវាគឺជាការចងចាំនៃចក្រវាឡថ្មីនៅពេលដែលត្រូវបានយើងផ្លាស់ប្ដូរចូលនេះឯងអញ្ចឹងហើយបានជាការចងចាំពីរហ្នឹងគឺវាហាក់ដូចជាសពិចសពិលដែលវាហាក់ដូចជាអត់ច្បាស់ហើយក្នុងករណី Pokemon ក៏ដូចគ្នាដែរនៅពេលដែលនៅចក្រវាឡមុន Pokemon គឺមានចុងពណ៌ខ្មៅនៅកតុយប៉ុន្តែដល់ពេលដែលផ្លាស់ប្ដូរមកកាន់ចក្រវាឡមួយទៀត Pokemon គឺអត់មានចុងពណ៌ខ្មៅទេអញ្ចឹងហើយបានជាបង្កើតទៅជា The Mandela effect នេះកើតឡើងតែចំពោះ The Mandela effect នេះគឺវាមិនមែនមានតែពីរហ្នឹងទេគឺមានច្រើនទៀតដល់ជាមួយនឹងការយល់ច្រឡំរបស់មនុស្សភាគច្រើនទៅកាន់អ្វីមួយដែលគ្នាអាចចូល search មើលបានគឺវាមានទម្រង់ដូចគ្នាហើយចំពោះកន្លែងនេះផងដែរគេក៏បានបន្ថែមជាមួយនឹងខ្លឹមសារមួយចំនួនទៀតដោយគេបានសង្កេតទៅលើភពផែនដីរបស់យើងក៏ដូចជាជីវិតនៃការរស់នៅយ៉ាងថ្ងៃរបស់យើងគេបានសង្កេតឃើញថាក្រោយពីឆ្នាំ2012បានបញ្ចប់ទៅឃើញថាអ្វីៗហ្នឹងហាក់ដូចជាកាត់ឡើងមិនប្រក្រតីជាច្រើនតាក់ទងជាមួយនឹងការរស់នៅជីវិតប្រចាំថ្ងៃរបស់មនុស្សក៏ដូចជាសង្គមមនុស្សការវិវត្តទៅលើបច្ចេកវិទ្យាហ្នឹងគឺវាមានលក្ខណៈលឿនវាខ្លាំងជាងមុនផងដែរគឺវាមានរឿងរ៉ាវជាច្រើនធំទៅបានកាត់ឡើងអាហ្នឹងបើយោងតាមការសង្កេតមើលរបស់មនុស្សភាគច្រើនណាប៉ុន្តែបើចំពោះខ្ញុំគឺខ្ញុំអត់ចាំទេដោយសារតែនៅក្នុងកំឡុងឆ្នាំ2012ហ្នឹងខ្ញុំទៅតែមានអាយុ10ឆ្នាំទេអញ្ចឹងគឺខ្ញុំអត់ចាប់អារម្មណ៍ទៅលើអារបស់ទាំងអស់ហ្នឹងទេអ្វីដែលខ្ញុំចាប់អារម្មណ៍គឺរៀនហ្នឹងឯងពេលហ្នឹងខ្ញុំនៅរៀនបឋមទេហ្នឹងឯងប្រហែលជារៀនធ្វើបានដូរចក្រវាឡដល់អត់ដឹងខ្លួនក៏មិនដឹងដែរអូខេហ្នឹងឯងនិយាយលេងទេហើយនៅមួយទៀតគឺតទៅជាមួយនឹង Digital Universe ឬក៏ The Matrix ដែលខ្ញុំនិយាយមុនហ្នឹងអាហ្នឹងក៏វាអត់ខុសគ្នាពី Parallel Universe ដែរប៉ុ
ប៉ុន្តែវាស្ថិតនៅក្នុងទម្រង់ជា digital គេបាននិយាយអំពី consciousness ឬក៏ហៅដូចជាពលឹងរបស់មនុស្សយើងហ្នឹងវាគ្រាន់តែជា software តែប៉ុណ្្នឹងទេអញ្ចឹងនៅពេលដែលពិភពលោកត្រូវបានខ្ទេចនៅក្នុងឆ្នាំ2012គឺគេបាន transfer ការចងចាំរបស់យើងហ្នឹងចូលទៅកាន់ពិភព digital ឬក៏ជា matrix ហ្នឹងដើម្បីឲ្យយើងរស់នៅក្នុងពិភពហ្នឹងតែម្ដងដោយយើងអត់ដឹងខ្លួនអញ្ចឹងបើសិនជាយោងតាមទ្រឹស្ដីហ្នឹងគឺបានន័យថាយើងទាំងអស់គ្នាសប្តាហ៍នេះគឺកំពុងស្ថិតនៅក្នុងពិភព digital ឬក៏ពិភព matrix នៅក្នុងរឿង matrix អញ្ចឹងណាហ្នឹងហើយគឺវាមិនជាការពិតទេវាគ្រាន់តែជា digital តែប៉ុណ្ណោះអញ្ចឹងគឺវាមានតែប៉ុណ្្នឹងទេដោយសារតែប្រធានបទនេះគឺវារៀងខ្លីដែរដែលខ្ញុំព្យាយាមសង្ខេបយកមកដើម្បីឲ្យអ្នកគ្នាងាយយល់ក៏ដូចជាវាគួរចាប់អារម្មណ៍មែនតើអ្នកគ្នាគិតមិនដែរចំពោះប្រធានបទមួយហ្នឹងប៉ុន្តែបើសិនជាតាមគំនិតខ្ញុំគិតថាវាគួរឲ្យចាប់អារម្មណ៍ក៏ដូចជាវារៀង fun តិចវារៀងគួរឲ្យចង់សើចតិចក៏ដូចជាវារៀង fascinating ផងដែរតែថាយើងនិយាយទៅយើងគិតបដានិយាយបដាទៅវាដូចជាសមហេតុផលនៅត្រង់ចំណុចមួយចំនួនដូចគ្នាវាមានតែប៉ុណ្្នឹងទេតែទោះបីជាណាក៏ដោយនេះវាគ្រាន់តែជាទ្រឹស្ដីដែលវាទេទៅរកភាពមិនសមហេតុផលជាច្រើនបានកើតឡើងប៉ុន្តែគ្រាន់តែយើងអាចនិយាយថាជាការស្ដាប់លេងដើម្បីកំសាន្តតែប៉ុណ្្នឹងទៅអ្នកគ្នាគិតមិនដែរចំពោះទេបមីហ្នឹងអាចបញ្ចេញមតិនៅខាងក្រោមបានថ្ងៃនេះគឺយើងនឹងទៅធ្វើការរៀនអំពីប្រវត្តិវិទ្យាទាំងគ្នាថ្ងៃគឺខ្ញុំនិយាយលេងទេដល់ថ្ងៃហ្នឹងគឺខ្ញុំមាន topic មួយតទៅជាមួយនឹងសម័យកាលឬក៏យុគសម័យរបស់មនុស្សយើងដែលចាប់ផ្ដើមបង្កើត civilization ឬក៏សង្គមសម្រាប់រស់នៅអញ្ចឹងយកពេលថាអរិយធម៌ឬក៏សង្គមនេះគឺវាខុសពីលក្ខណៈរស់នៅធម្មតាដោយសារតែនៅមុនពេលដែលអត់ទាន់មានយុគសម័យឬក៏យ៉ាងថាជាបុរេប្រវត្តិហ្នឹងមនុស្សយើងគឺអត់ទាន់ចេះបង្កើតសង្គមសម្រាប់រស់នៅទេគេបានថានៅតែពីក៏ដូចជាប្រើប្រាស់លទ្ធភាពធម្មតាទូទៅដើម្បីធ្វើការប្រមាញ់ឬក៏បបបាញ់ជាលក្ខណៈដាច់ដោយឡែកពីគ្នាប៉ុន្តែក្រោយពីយុគសម័យបុរេប្រវត្តិបញ្ចប់មនុស្សយើងក៏ចាប់ផ្ដើមបង្កើតទៅជាសង្គមទៅជាអរិយធម៌ហើយក៏មានការតំណងគ្នាក៏មានអេజెన్సీហ្នឹងអញ្ចឹងចំពោះពេលថាសង្គមហើយនិងអរិយធម៌គឺវាកើតឡើងដោយសារតែវាមានតំណងគ្នារវាងមនុស្សនិងមនុស្សក៏ដូចជាពាក់ព័ន្ធជាមួយនឹងការធ្វើជំនួញឧបករណ៍ប្រើប្រាស់ក៏ដូចជាពាក់ព័ន្ធជាមួយនឹងការរស់នៅការតំណងគ្នាការប្រស្រ័យទាក់ទងគ្នាជាដើមអញ្ចឹងបើសិនជាយើងគិតពីយុគដំបូងរហូតមកដល់ពេលបច្ចុប្បន្នមនុស្សយើងគឺត្រូវបានវិវត្ត8ដំណាក់កាលរួចទៅហើយឬក៏យ៉ាងថាយុគទី8ហ្នឹងប៉ុន្តែនេះគឺជាយុគទី8តាមលក្ខណៈ evolution មិនមែនលក្ខណៈយុគ8យុគ9នេះគេជេរលេងអាហ្នឹងគឺផ្សេងខ្ញុំអត់ដឹងដូចគ្នាអញ្ចឹងនៅយុគដំបូងយើងស្គាល់ថាជាយុគថ្មឬក៏យ៉ាងហៅថាជា Stone Age ដែលវាមានរយៈពេល 3.3 លានឆ្នាំទៅដល់ឆ្នាំ3300មុនគ្រិស្តសករាជគេដាក់ឈ្មោះថា Stone Age គឺគេចង់សំដៅទៅដល់កំឡុងពេលដែលមនុស្សយើងហ្នឹងគឺអាចយកថ្មយកមកច្នៃធ្វើជាឧបករណ៍ប្រើប្រាស់ឬក៏ធ្វើជាអាវុធសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃក្នុងការប្រមាញ់អីអញ្ចឹងទៅដោយក្នុងយុគថ្មគឺគេបានបែងចែកវាទៅជា3តូចទៀតដោយទី1គេហៅថា Paleolithic ឬក៏ហៅថា Old Stone Age ដែលវាមានរយៈកាល 3.3 លានឆ្នាំរហូតដល់ឆ្នាំ10000មុនគ្រិស្តសករាជដោយក្នុងយុគនោះវាគឺជាយុគដំបូងឬក៏ជាពេលវេលាដំបូងដែលមនុស្សយើងគឺបានប្រើប្រាស់ថ្មសម្រាប់ច្នៃធ្វើជាឧបករណ៍ប្រើប្រាស់ហើយក៏បានចាប់ផ្ដើមធ្វើការរួបរวมគ្នារស់នៅជាលក្ខណៈមួយក្រុមតូចក្នុងឡានភ្នំហើយអាចធ្វើការបរបាញ់ឬក៏នេសាទដើម្បីយកសាច់សត្វហ្នឹងយកមកធ្វើជាចំណីអាហារហើយក្រោយមកទៀតក៏បានរកឃើញជាមួយនឹងភ្លើងក៏នៅក្នុងយុគនោះដូចគ្នាក៏ដូចជាចេះចាប់ផ្ដើមមកធ្វើការគូររូបនៅលើជញ្ជាំងថ្មជញ្ជាំងដែលនៅក្នុងល្អាងជាងក៏បានន័យថាយុគហ្នឹងគឺជាយុគដែលមនុស្សយើងរស់នៅក្នុងល្អាងឬក៏ភាសាម្យ៉ាងទៀតគេហៅថា caveman នឹងឯងអញ្ចឹងនៅក្នុងយុគដំបូងហ្នឹងគឺមនុស្សយើងរស់នៅក្នុងល្អាងភ្នំដែលអត់មានផ្ទះទេហើយតទៅជាមួយនឹង mindset ឬក៏គំនិតបញ្ញាស្មារតីរបស់មនុស្សយើងនៅក្នុងកំឡុងពេលនោះគឺអត់ទាន់មានគំនិតក្នុងការធ្វើកសិកម្មអីទេគឺគំនិតមានតែម្យ៉ាងគត់តទៅជាមួយនឹងការ survival ឬក៏ការរស់រានគឺត្រឹមតែមានអាហារក៏ដូចជាមធ្យោបាយដែលពួកគាត់អាចនៅបានហ្នឹងគឺអូខេហើយអាហ្នឹងគឺជាលក្ខណៈ survival ហើយនឹងយុគ stone ចំណុចទី2គឺជា Mesolithic ឬក៏គេហៅថា Middle Stone Age យុគកណ្ដាលដល់យុគហ្នឹងគឺវាមានរយៈពេល10000ឆ្នាំទៅដល់8000ឆ្នាំមុនគ្រិស្តសករាជនៅក្នុងកំឡុងពេលហ្នឹងមនុស្សយើងចាប់ផ្ដើមមានការវិវត្តទៅលើស្មារតីក៏ដូចជាចាប់ផ្ដើមមានការប្រើប្រាស់ជាមួយនឹងស្បែកសត្វឬក៏ស្លឹកឈើឬក៏របស់ផ្សេងៗយកមកធ្វើការរុំរាងកាយដើម្បីការពារពីអាកាសធាតុដោយសារតែកំឡុងពេលហ្នឹងពិភពលោកត្រូវបាន climate change ឬក៏ការផ្លាស់ប្ដូរអាកាសធាតុដោយសារតែវាទៅដល់យុគសម័យតកឬក៏ Ice Age ហ្នឹងពេលវេលាដែល Ice Age ទើបតែបញ្ចប់អញ្ចឹងហើយបានជាមនុស្សគឺចាប់ផ្ដើមមានគំនិតចេះយកកសម្លៀកបំពាក់ឬក៏មនុស្សអាចប្រើប្រាស់សម្លៀកបំពាក់បានដើម្បីការពារខ្លួនពីអាកាសធាតុដែលបានប្រែប្រួលតែប៉ុនជាមួយនឹងការប្រើប្រាស់អាវុធឬក៏ឧបករណ៍សម្រាប់ប្រមាញ់ហ្នឹងនៅក្នុងកំឡុងពេលហ្នឹងមនុស្សយើងគឺអាចប្រើប្រាស់អាវុធដែលអាចធ្វើការវាយប្រហារពីចម្ងាយបានដូចជាពួកគេចេះបង្កើតជាមួយនឹងធ្នូហើយនឹងព្រួញសម្រាប់បាញ់សត្វពីចម្ងាយហើយតទៅជាមួយនឹង mindset ឬក៏ផ្នត់គំនិតរបស់មនុស្សពេលហ្នឹងវាមានលក្ខណៈល្អប្រសើរជាងមុនដោយសារតែមនុស្សពេលហ្នឹងគឺអាចធ្វើការ adapt ឬក៏សម្របទៅតាមអ្វីដែលពួកគេអាចរស់នៅបានដូចជាជាក់ស្ដែងតទៅជាមួយនឹងការប្រើប្រាស់ជាមួយនឹងសម្លៀកបំពាក់ឬក៏ស្បែកសត្វឬក៏ស្លឹកឈើហ្នឹងដើម្បីរុំរាងកាយការពារពីអាកាសធាតុជាដើមហើយនឹងយុគថ្មចំណុចទី3គឺគេឲ្យឈ្មោះថា Neolithic ឬក៏ New Stone Age ឬក៏យើងហៅថាជាយុគថ្មថ្មីដែលជាយុគចុងក្រោយគេនៅក្នុងយុគហ្នឹងគឺមានរយៈពេល8000ឆ្នាំទៅដល់3300ឆ្នាំមុនគ្រិស្តសករាជនៅក្នុងពេល
ហ្នឹងមនុស្សយើងចាប់ផ្ដើមចេះធ្វើការដាំដុះដាំដំណាំដាំបន្លែគឺបានន័យថាពួកគេអាចរកឃើញជាមួយនឹងបន្លែដែលវាមានគ្រាប់នេះពួកគេអាចយកមកដាំចេះបង្កបង្កើតផលធ្វើកសិកម្មក៏ដូចជាយករបស់ហ្នឹងមកធ្វើជាម្ហូបអាហារហើយនៅមួយទៀតមនុស្សយើងចេះបង្កើតសហគមន៍រៀងធំជាងមុននៅក្នុងពេលហ្នឹងដោយសារតែពេលហ្នឹងមនុស្សយើងគឺចាប់ផ្ដើមបង្កើតទៅជាកុលសម្ព័ន្ធឬក៏ហាក់ដូចជាទម្រង់ភូមិតូចៗដែលមានការរស់នៅជុំគ្នាវាមានលក្ខណៈច្រើនជាងមុនហើយក៏មានការធ្វើជំនួញលក្ខណៈសាមញ្ញមួយចំនួនផងដែរដូចជាការដោះដូរគ្នារវាងរបស់នេះជាមួយនឹងរបស់នោះអីចឹងទៅហើយចំពោះចំណុចដែលផ្លាស់ប្ដូរធំនៅក្នុងយុគមួយនេះគឺពាក់ព័ន្ធជាមួយនឹងការមានជំនឿទៅលើរបស់ចម្លែកនៅក្នុងធម្មជាតិហើយវាក៏ជាការចំណាប់ផ្ដើមនៃសាសនាផងដែរនៅក្នុងកំឡុងពេលហ្នឹងហើយយើងបញ្ចប់ Stone Age ត្រឹមហ្នឹងគឺយើងចូលមកដល់យុគសម័យមួយទៀតយើងហៅថាជាយុគលោហៈឬក៏ Metal Age ចំពោះនៅក្នុងយុគលោហៈហ្នឹងគឺដូចឈ្មោះវាអញ្ចឹងគេចង់សំដៅទៅដល់យុគសម័យដែលមនុស្សយើងរកឃើញជាមួយនឹងលោហៈហើយយកលោហៈហ្នឹងយកមកប្រើប្រាស់ជាអាវុធឬក៏ជាឧបករណ៍សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃដល់យុគលោហៈហ្នឹងគឺគេបានបែងចែកទៅជាពីរដូចគ្នាយុគទី1គេហៅថាយុគ Bronze Age ដល់យុគមួយហ្នឹងគឺគេចាប់តាំងពីឆ្នាំ3300ទៅដល់1200មុនគ្រិស្តសករាជនៅក្នុងយុគមួយហ្នឹងគឺមនុស្សយើងបានរកឃើញលោហៈដែលយកមកប្រើប្រាស់ធ្វើជាអាវុធឬក៏ឧបករណ៍ផ្សេងៗសម្រាប់ប្រើប្រាស់ហើយវាក៏ផ្ដល់ទិន្នផលក៏ដូចជាវាបង្កើតទៅជាលទ្ធផលច្រើនជាងប្រើប្រាស់ថ្មហើយនៅក្នុងកំឡុងពេលហ្នឹងផងដែរក៏មានការវិវត្តមកតង់ទៀតតទៅជាមួយនឹងការសរសេរដោយមនុស្សយើងគឺចាប់ផ្ដើមចេះសរសេរជាមួយនឹងប្រព័ន្ធភាសាសាមញ្ញមួយចំនួនឬក៏ជាលក្ខណៈសញ្ញាសម្រាប់សម្គាល់ទៅលើអ្វីមួយនៅក្នុងកំឡុងពេលហ្នឹងដូចគ្នាហើយនឹងចាប់ផ្ដើមបង្កើតឲ្យមានសហគមន៍ដូចជាទីក្រុងឬក៏ផ្សារហើយនឹងរដ្ឋាភិបាលផងដែរប៉ុន្តែវាគ្រាន់តែជាលក្ខណៈតូចតាចហើយតទៅជាមួយនឹងការធ្វើជំនួយដកដូរផ្សេងៗក៏មានការរីកចម្រើនជាងមុនក៏ដូចជាធំជាងមុនហើយក៏ចាប់ផ្ដើមបង្កើតជាមួយនឹងច្បាប់ហើយក៏មានស្ដេចនៅក្នុងពេលហ្នឹងផងដែរហើយនឹងបន្តមួយទៀតគឺជា Iron Age ឬក៏យុគដែកគិតចាប់តាំងពីឆ្នាំ1200ទៅដល់ឆ្នាំ500មុនគ្រិស្តសករាជនៅក្នុងពេលហ្នឹងគឺមនុស្សយើងចាប់ផ្ដើមរកឃើញជាមួយនឹងលោហៈថ្មីមួយទៀតដែលស្គាល់ថាជាដែកហ្នឹងហើយក៏បានធ្វើការជំនួសចេញជាមួយនឹងលោហៈទងដែងតែម្ដងដោយសារតែដែកគឺវាមានតម្លៃតិចជាងវាមានចំនួនច្រើនជាងក៏ដូចជានៅពេលដែលយកមកប្រើប្រាស់ជាអាវុធឬក៏ជាឧបករណ៍ប្រើប្រាស់ផ្សេងហ្នឹងគឺវារឹងមាំគឺចាប់ផ្ដើមងាកមកប្រើប្រាស់លោហៈដែកដើម្បីធ្វើជាឧបករណ៍កោក្នុងការប្រើប្រាស់វិញហើយដោយសារតែអញ្ចឹងហើយទើបបានធ្វើឲ្យកំណើននៃការសេដ្ឋកិច្ចការធ្វើជំនួញគឺវាកាន់តែកើនឡើងខ្លាំងដូចជាការដាក់តម្លៃឲ្យខ្ពស់ទៅលើលោហៈដើម្បីប្រើប្រាស់អីជាដើមហើយក៏មានការបង្កើតទៅជារូបិយប័ណ្ណសម្រាប់ប្រើប្រាស់ក្នុងការដោះដូរផងដែរដែលនៅក្នុងសម័យហ្នឹងគឺមនុស្សយើងអាចបង្កើតជាមួយនឹងកាក់បានហើយគឺជាខ្វាញ់មូលហ្នឹងសម្រាប់យកមកធ្វើជារូបិយប័ណ្ណដើម្បីប្រើប្រាស់តាំងពីចំនួនហ្នឹងមកហើយបញ្ចប់យុគលោហៈធំហ្នឹងគឺយើងចូលមកដល់យុគសម័យដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សដែលវាមានការវិវត្តយ៉ាងលឿនដាច់ខ្លាំងពីយុគសម័យលោហៈដល់យុគសម័យហ្នឹងយើងហៅថាជា Ancient Age ឬក៏យុគសម័យបុរាណដែលគិតចាប់តាំងពីឆ្នាំ3000មុនគ្រិស្តសករាជទៅដល់ឆ្នាំ476ដល់យុគសម័យនេះវាគឺជាយុគសម័យដ៏រុងរឿងខ្លាំងពាក់ព័ន្ធជាមួយនឹងប្រវត្តិសាស្ត្ររបស់មនុស្សក្នុងការកសាងសង្គមឬក៏អរិយធម៌ដល់នៅក្នុងពេលហ្នឹងមនុស្សយើងគឺចាប់ផ្ដើមបង្កើតជាមួយនឹងប្រព័ន្ធសរសេរពាក់ព័ន្ធជាមួយនឹងភាសាក៏ដូចជាពាក់ព័ន្ធជាមួយនឹងការគណនាបែបគណិតវិទ្យាបែបតារាសាស្ត្រក៏ដូចជាបែបទស្សនវិជ្ជាគឺវាមានលក្ខណៈខ្លាំងក្លាពេញលេញតែម្ដងហើយក៏មានជាមួយនឹងការប្រើប្រាស់អំណាចសម្រាប់គៀបសង្កត់ទៅលើប្រជាជនការធ្វើសង្គ្រាមការពង្រីកទឹកដីការដណ្ដើមអំណាចគ្នាអីជាដើមក៏ដូចជាការធ្វើនយោបាយរវាងគ្នានឹងគ្នាអីជាដើមដែលយុគសម័យមនុស្សយើងគឺមានចំណេះដឹងខ្លាំងមែនទែនដែលអាចធ្វើការសាងសង់ជាមួយនឹងប្រាសាទធំៗជាច្រើនបានដូចជាសត្វពីរ៉ាមីតឬក៏សំណង់អស្ចារ្យជាច្រើនទៀតគឺត្រូវបានកាត់ឡើងនៅក្នុងយុគមួយនឹងឯងនៅក្នុងរយៈពេលនឹងឯងដូចជាពីរ៉ាមីតយើងដឹងហើយថាវាមានអាយុកាលប្រហែលជាខ្ទង់4500ឆ្នាំអញ្ចឹងគឺបានន័យថាមនុស្សយើងគឺមានចំណេះដឹងខ្លាំងមែនទែននៅក្នុងកំឡុងពេលនេះដែលអាចធ្វើការកសាងប្រាសាទកើតអញ្ចឹងហើយបានជាកន្លងមកយើងមានទ្រឹស្ដីជាច្រើនដែលបាននិយាយអំពីចន្លោះពេលយុគលោហៈរហូតមកដល់ចន្លោះពេលយុគបុរាណនឹងថាវាអាចនឹងមានរឿងចម្លែកកើតឡើងដែលបដូរពីមនុស្សប្រើប្រាស់ជាមួយនឹងលោហៈធម្មតាមកអាចសាងសង់បានជាមួយនឹងប្រាសាទដ៏អស្ចារ្យអញ្ចឹងវាហាក់ដូចជាមិនទំនងដែលមានទ្រឹស្ដី alien ឬក៏ ancient alien នេះហ្នឹងដែលយើងតែងតែនិយាយកន្លងមកដែលគឺថានៅក្នុងកំឡុងពេលហ្នឹងប្រហែលជាមាន alien គឺបានចូលមកកាន់ផែនដីដើម្បីធ្វើរឿងទាំងអស់ហ្នឹងឯងអូខេវាគាត់និយាយទ្រឹស្ដីយើងបន្តទៅទៀតបន្ទាប់ពីបញ្ចប់នៅយុគសម័យបុរាណយើងចូលមកដល់យុគ Middle Age ឬក៏យុគសម័យកណ្ដាលដែលគេគិតចាប់តាំងពីឆ្នាំ476ទៅដល់ឆ្នាំ1400នៃគ្រិស្តសករាជហើយនៅក្នុងសម័យហ្នឹងវាគឺជាសម័យដែលមានការរីកចម្រើនខ្លាំងទៅលើវិស័យគ្រប់គ្រងដោយនៅក្នុងពេលហ្នឹងគឺចាប់ផ្ដើមមានស្ដេចមានប្រព័ន្ធនយោបាយកាន់តែខ្លាំងមានការធ្វើទំនាក់ទំនងកាន់តែល្អប្រសើររវាងមនុស្សពីប្រទេសមួយទៅប្រទេសមួយការរីកចម្រើនទៅលើសាសនាក៏ចាប់ផ្ដើមដកដាលច្រើននៅក្នុងកំឡុងពេលហ្នឹងហើយការធ្វើសង្គ្រាមដណ្ដើមអំណាចដណ្ដើមទឹកដីគ្នាក៏ចាប់ផ្ដើមកើនឡើងខ្លាំងនៅក្នុងកំឡុងពេលហ្នឹងផងដែរនិយាយទៅយុគសម័យកណ្ដាលនេះវាគឺជាយុគសម័យដែលមនុស្សចាប់ផ្ដើមមានភាពអាក្រក់កាន់តែខ្លាំងឡើងដូចជាព្រឹត្តិការណ៍សំខាន់ដែលត្រូវបានកើតឡើងនៅក្នុងយុគសម័យកណ្ដាលហ្នឹងគឺជាការដួលរលំនៃអាណាចក្ររបស់រ៉ូម៉ាំងប្រព័ន្ធសក្តិភូមិក៏ត្រូវបានកាត់ឡើងដែលធ្វើការបែងចែកវណ្ណៈរវាងស្ដេចរវាងប្រជាជនរវាងមេទ័ពរវាងទេសកលអីជាដើមហើយក្រោយមកទៀតគឺវាឈានចូលទៅដល់យុគសម័យថ្មីមួយទៀតវាគឺជាយុគស
សម័យដែលផ្ដល់កំណើតមកឲ្យយុគសម័យរបស់យើងបច្ចុប្បន្នដែលយុគសម័យហ្នឹងគឺគេហៅថា Renaissance ដែលគេចាប់តាំងពីឆ្នាំ1400ទៅដល់ឆ្នាំ1800ឬក៏យុគសម័យគេហៅថាការរស់ឡើងវិញដល់យុគសម័យហ្នឹងគឺវាមានការវិវត្តទៅលើបច្ចេកវិទ្យាវិទ្យាសាស្ត្រគេចាប់ផ្ដើមតាំងពីពេលហ្នឹងមកហើយបុគ្គលល្បីៗដែលតជាមួយនឹងផ្នែកវិទ្យាសាស្ត្របុគ្គលដែលមានទេពកោសល្យខ្លាំងៗឯហ្នឹងក៏មាននៅក្នុងកំឡុងពេលហ្នឹងផងដែរជាក់ស្ដែងដូចជាលោក Leonardo da Vinci ឯជាដើមដែលគាត់គឺជាអ្នកគូគំនូរ Mona Lisa ក៏ដូចជាគាត់ជាអ្នកមានចំណេះវិជ្ជាខ្លាំងពាក់ព័ន្ធជាមួយនឹងផ្នែកមនុស្សសាស្ត្រឬក៏ផ្នែកបច្ចេកទេសក្នុងការគូទៅលើគ្រឿងឧបករណ៍ប្រើប្រាស់ផ្សេងៗដែលមានលក្ខណៈជាប្រព័ន្ធស្មុគស្មាញដំណើរការក្នុងទម្រង់ជាលក្ខណៈបែបវិទ្យាសាស្ត្រក៏ដូចជាមនុស្សចាប់ផ្ដើមចេះចែករំលែកចំណេះដឹងក្នុងកំឡុងពេលហ្នឹងឬយើងគឺចេះព្រីនឯកសារឬក៏ព្រីនសភៅឬក៏សរសេរសភៅនៅអ្វីដែលខ្លួនចង់បានហ្នឹងយកទៅធ្វើការចែកចាយដើម្បីផ្ដល់ចំណេះដឹងឲ្យគ្នាទៅវិញទៅមកឬក៏គេហៅថាជាការពង្រីកចំណេះដឹងហ្នឹងក៏ដូចជាមានការស្រាវជ្រាវខ្លាំងទៅលើពិភពលោកផងដែរដូចជាលោក Christopher Columbus អូខេហើយបញ្ចប់ពីសម័យហ្នឹងយើងចូលមកដល់សម័យបន្តទៀតយើងហៅថាជា Industrial Age ឬក៏យុគសម័យនៃឧស្សាហកម្មដែលគេគិតចាប់តាំងពីឆ្នាំ1760រហូតដល់ឆ្នាំ1900ដល់យុគសម័យហ្នឹងគឺវាពាក់ព័ន្ធជាមួយនឹងការធ្វើឧស្សាហកម្មដោយមនុស្សយើងគឺចាប់ផ្ដើមចេះបង្កើតជាមួយនឹងរោងចក្រចេះរៀបចំជាមួយនឹងប្រព័ន្ធ Ecology ក៏ដូចជាប្រព័ន្ធសង្វាក់ផលិតកម្មក្នុងការផលិតរបស់ផ្សេងៗនៅក្នុងរោងចក្រហើយយកទៅចែកចាយទៅកន្លែងផ្សេងៗទៅតាមតំបន់ផ្សេងៗឬក៏ជាការជួញដូរឆ្លងប្រទេសអេជាដើមហើយវាក៏ជាយុគសម័យដែលធ្វើឲ្យមនុស្សយើងចាប់ផ្ដើមបំពុលជាមួយនឹងបរិយាកាសចាប់ផ្ដើមមកកើតឡើងពីក្នុងពេលហ្នឹងមកដោយសារតែបើសិនជាមានរោងចក្រវានឹងមានផ្សែងបំពុលវិភាគទៅកាន់បរិយាកាសអញ្ចឹងទៅដោយនៅក្នុងយុគសម័យហ្នឹងវាគឺជាយុគសម័យដែលមនុស្សផ្ដោតសំខាន់ទៅលើ productivity ឬក៏ទៅលើសង្វាក់ផលិតកម្មទៅលើការផលិតរបស់របរសម្រាប់ចែកចាយក៏ដូចជាសម្រាប់ធ្វើការ trade ជួញដូរជាដើមហើយបន្ទាប់ពីហ្នឹងមកយើងចូលមកដល់ modern age ឬក៏យុគសម័យទំនើបដែលគេចាប់តាំងពីឆ្នាំ1900ទៅដល់1970ដល់នៅក្នុងយុគសម័យនេះគឺវាមានការធ្វើលក្ខណៈបែបសង្គមចម្រុះចំពោះយុគសម័យនេះយើងគ្រប់គ្នាគឺសិតតែដឹងស្រាប់ហើយទោះបីជាខ្ញុំអត់បកស្រាយច្រើនក៏យើងដឹងដែរចាប់ពីក្នុងកំឡុងពេលហ្នឹងមកមនុស្សយើងគឺចាប់ផ្ដើមវិវត្តទៅលើផ្នែកបច្ចេកវិទ្យាខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងផ្នែកកុំព្យូទ័រពាក់ព័ន្ធជាមួយនឹងអគ្គិសនីក៏មានការប្រើប្រាស់ច្រើនហើយមនុស្សក៏អាចធ្វើការបង្កើតដល់យានអវកាសដើម្បីហោះទៅក្រៅភពក៏កើតឡើងនៅក្នុងចន្លោះពេលហ្នឹងក៏ដូចជាមានសង្គ្រាមសម្រាប់គ្នាសង្គ្រាមលោកក៏ត្រូវបានកើតឡើងនៅក្នុងពេលហ្នឹងបានបង្កើតជាមួយនឹងប្រភេទយានជំនិះទំនើបដែលមានឡានមានយន្តហោះមានម៉ូតូអីជាដើមបានរកឃើញជាមួយនឹងថ្នាំពេទ្យអាចបង្កើតថ្នាំពេទ្យបានក៏ដូចជាការសិក្សាស្រាវជ្រាវទៅជាមួយនឹងផ្នែកបច្ចេកវិទ្យាឲ្យកាន់តែជ្រៅមួយកម្រិតទៀតជាដើមនិយាយទៅគឺនៅក្នុងកំឡុងពេលហ្នឹងយើងដឹងហើយបញ្ចប់ពីសម័យកាលហ្នឹងហើយមកចូលដល់សម័យយើងកំពុងតែរស់នៅសប្តាហ៍ថ្ងៃនេះគឺយើងហៅថាជាសម័យ digital ឬក៏យុគសម័យ digital ហ្នឹងឯងដែលសម័យកាលហ្នឹងគឺខ្ញុំមិនចាំបាច់ត្រូវការនិយាយច្រើនទេដោយសារតែយើងគ្រប់គ្នាគឺសុទ្ធតែដឹងហើយថាក្នុងសម័យហ្នឹងគឺយើងមានអីខ្លះគឺគេគិតចាប់តាំងពីឆ្នាំ1970មករហូតមកដល់ឥឡូវហ្នឹងមានការវិវត្តអីខ្លះហើយចំពោះការវិវត្តដ៏ធំនៅក្នុងសម័យហ្នឹងគឺបច្ចេកវិទ្យា digital ហ្នឹងឯងដែលមនុស្សយើងអាចប្រើប្រាស់របស់ទាំងអស់ហ្នឹងដើម្បីទាញវាទៅជាប្រយោជន៍ក៏ដូចជាយើងធ្វើជាមួយនឹងរឿងជាច្រើនមិនថាការធ្វើជំនួញការធ្វើថ្នាក់តំណងឬក៏ការរកស៊ីអីជាដើមគឺសុទ្ធតែធ្វើនៅលើប្រព័ន្ធ digital ហ្នឹងគឺវិភាគច្រើនយើងអាចប្រើប្រាស់របស់ទាំងហ្នឹងដើម្បីឲ្យសង្គមយើងវិវត្តទៅមុខបានដូចជា social media ឬក៏អ្វីផ្សេងជាដើមដែលយើងកំពុងតែប្រើប្រាស់សប្តាហ៍ថ្ងៃនេះឯងហើយចំពោះបច្ចេកវិទ្យាដែលទំនើបបំផុតនៅក្នុងបច្ចុប្បន្នដែលយើងកំពុងតែប្រើហ្នឹងគឺជា AI ហ្នឹងឯងហើយយើង AI ហ្នឹងក៏ខ្ញុំអត់សូវសប្បាយចិត្តប្រហែលដែរដោយសារតែបច្ចុប្បន្ននេះយើងឃើញថាការវិវត្ត AI ហ្នឹងគឺវាហាក់ដូចជាអត់មានសណ្ដាប់ធ្នាប់ដូចជាវិវត្តទៅវាលឿនខ្លាំងពេកដែលធ្វើឲ្យវាប៉ះពាល់ទៅដល់វិស័យជាច្រើនទៀតដែលយើងអត់ដឹងថាតទៅមុខទៀតវានឹងមានអីកើតឡើងទេហើយយើងធ្វើវីដេអូមួយទៀតពាក់ព័ន្ធជាមួយនឹង AI នៅពេលក្រោយផងដែរក្នុងឆ្នាំ2026ឬក៏ជា version ថ្មីអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេពាក់ព័ន្ធជាមួយនឹងសម័យកាលរបស់មនុស្សតាំងពីយុគថ្មរហូតមកដល់យុគ digital ហ្នឹងគឺវាមាន8សម័យកាលឬក៏8យុគសម័យកាលហ្នឹងឯងអញ្ចឹងនៅរយៈពេលប្រហែលជា5000លានឆ្នាំទៀត Galaxy Milky Way របស់យើងនឹងទៅបុកគ្នាជាមួយនឹង Galaxy អ្នកជិតខាងមួយទៀតដែលឲ្យឈ្មោះថា Andromeda នៅក្នុងចក្រវាឡរបស់យើងនឹងកើតទៅជាការបំភ្លឺមួយយ៉ាងខ្លាំងដែលពន្លឺហ្នឹងគឺវានឹងធ្វើការភ្លឺអស់រយៈពេលរាប់ពាន់លានឆ្នាំនៅនឹងតែម្ដងអូខេអញ្ចឹងថ្ងៃនេះគឺយើងទៅយកពីផ្ទៃរបស់ខ្លីមួយដែលពាក់ព័ន្ធជាមួយនឹង Galaxy អ្នកជិតខាងរបស់យើងដែលស្គាល់ថាជា Andromeda អញ្ចឹងបើសិនជាអ្នកគ្នាស្រឡឹងមើលទៅលើមេឃនៅពេលយប់ហើយឃើញរូបភាពមួយសន្លឹកនេះបើសិនជាយើងមើលនៅភ្នែកគឺវាមិនធំដល់ម្លឹងទេប៉ុន្តែយើងអាចមើលឃើញយ៉ាងតូចជាងនឹងតិចអញ្ចឹងតែប៉ុន្តែអានឹងវាមិនមែនជាគ្រាន់តែផ្កាយធម្មតាទេវាគឺជា Galaxy មួយទាំងមូលតែម្ដងដែលយើងស្គាល់ថាជា Andromeda Galaxy បើសិនជាយើងយក Galaxy យកទៅប្រៀបធៀបជាមួយនឹងទីក្រុងមួយ Galaxy Milky Way របស់យើងហាក់ដូចជាក្រុងមួយហើយនឹង Andromeda ហាក់ដូចជាក្រុងមួយទៀតដែលក្រុងទាំងពីរហ្នឹងវាមានលក្ខណៈជិតគ្នាខ្លាំងមែនទែនបើសិនជាយើងគិតទៅតាមរង្វាស់បែបតារាសាស្ត្រចម្ងាយពី Andromeda Galaxy មកកាន់ Milky Way Galaxy របស់យើងគឺវាមានរយៈចម្ងាយប្រហែលជា 2.5 លានឆ្នាំពន្លឺអញ្ចឹងបើសិនជាយើងគិតតាមរង្វាស់នៃតារាសាស្ត្រប៉ុណ្ណឹងគឺវាអត់ឆ្ងាយទេវាជិតល្មមអញ្ចឹងណាកាលពីដំបូងឡើយ Galaxy ហ្នឹងគឺគេឲ្យឈ្មោះទៅតាមលេខកូដដែលមានឈ្មោះថា Messiah 31ឬក៏ M31 ហើយក៏មក
ទៀតទៅគេបានដូរឈ្មោះទៅជា Andromeda គឺជាតួអង្គម្ចាស់ស្ត្រីមួយនៅក្នុងទេវកថារបស់ក្រិកដោយ Galaxy មួយនេះគឺគេបានស្មានថាវាបានផ្ទុកជាមួយនឹងក្រុមផ្កាយដែលមានចំនួនប្រហែលជា1 trillion ដែលផ្កាយទាំងនោះគឺអាចបានស្មានថាវាមានទម្រង់ដូចជាព្រះអាទិត្យរបស់យើងដែរគឺជាប្រព័ន្ធ solar system ដែលមានភពមានកន្លងកចរហើយក៏ដូចជាមានភពរណបអីផ្សេងៗជាដើមហើយបើសិនជាយើងនិយាយពីទំហំតាមរយៈទទឹងនៃ Galaxy គេអាចបានស្មានថាវាមានទំហំប្រហែលជា 22,000 ឆ្នាំពន្លឺធំជាង Galaxy Milky Way របស់យើងវាគឺជាប្រភេទ Spiral Galaxy វាមានពន្លឺភ្លឺនៅកណ្ដាលឬក៏យ៉ាងថាជាប្រភេទគូតខ្យងហ្នឹងហើយវាមានប្រព័ន្ធភពក៏ដូចជាប្រព័ន្ធផ្កាយ Solar System ហើយនឹងសំណល់អវកាសជាច្រើនដែលនៅព័ទ្ធជុំវិញហ្នឹងវាដូចជា Milky Way Galaxy របស់យើងដែរដោយសារតែសង្កេតទៅលើលក្ខណៈក៏ដូចជាភាពស្តៀងគ្នាខ្លាំងជាមួយនឹង Milky Way របស់យើងទាំងលក្ខណៈប្រភេទ Spiral Galaxy ក៏ដូចជាទាំងលក្ខណៈ element ដែលវាមាននៅក្នុងហ្នឹងដូចជាប្រព័ន្ធព្រះអាទិត្យដូចជាប្រព័ន្ធ Solar System អីហ្នឹងគឺមានសេរីជាច្រើនមែនទែនដែលគឺថាគឺវាអាចនឹងមានជីវិតរស់នៅលើនឹងដែរឬក៏វាអាចនឹងមានភពដែលអាចផ្ដល់ជីវិតរស់នៅដូចជាភពផែនដីរបស់យើងគឺវាមានភាគរយច្រើនហើយនៅក្នុងចំណោមទ្រឹស្ដីទាំងអស់នោះគឺមានទ្រឹស្ដីមួយដែលគេបាននិយាយពីពូជសាសន៍ Andromeda ឬក៏គេហៅថា Andromeda គឺជាប្រភេទពូជសាសន៍ alien មួយយ៉ាងដែលគេសន្មតថាត្រូវបានរស់នៅក្នុង Galaxy Andromeda នឹងផងដែរគឺខ្ញុំបានរកឃើញឯកសារនៅក្នុង Wikipedia Fandom មួយដែលគេបាននិយាយអំពីប្រភេទ alien species ហើយក្នុងនោះក៏មាន Andromeda នឹងដែលគេបានធ្វើការបរិយាយតាក់ទងជាមួយនឹងប្រវត្តិក៏ដូចជារឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងមនុស្សយើងនៅលើភពផែនដីផងដែរពូជសាសន៍ alien ប្រភេទដែលរស់នៅក្នុង Galaxy Andromeda នឹងពួកគេមានបច្ចេកវិទ្យាដោយពួកគេអាចធ្វើការបង្កើតយន្តអវកាសក៏ដូចជាមានបច្ចេកវិទ្យាអាចធ្វើដំណើរឆ្លងកាត់ចក្រវាឡក៏ដូចជា Galaxy បានដូចគ្នាចំពោះការបរិយាយនៃរូបរាងពូជសាសន៍ Andromeda នេះគឺមានកម្ពស់ចន្លោះពី2ម៉ែត្រទៅដល់5ម៉ែត្រហើយមានកម្ពស់ជាមធ្យមនឹងគឺប្រហែលជា2ម៉ែត្រកន្លះរូបរាងកាយរបស់គេគឺជាប្រភេទ alien ដែលមានស្បែកពណ៌ខៀវស្រាលឬក៏ស្តៀងជាមួយនឹងពណ៌ស្វាយហើយមានរូបរាងខ្ពស់ដៃជើងវែងយើងស្គមពួកគេគឺអត់មានសក់នោះទេចំពោះរូបរាងខាងក្រៅគឺយើងអាចមើលដឹងថាពួកគេនឹងគឺជាភេទស្រីឬក៏ភេទប្រុសទេនៅក្នុងចក្រវាឡដ៏ធំហ្នឹងចំពោះពូជសាសន៍ alien ណាដែលមានសមត្ថភាពក្នុងការកាន់កាប់នៅក្នុង Galaxy ឬក៏បើសិនជាយើងនិយាយអំពី Kardashian scale គឺស្ថិតនៅក្នុងកម្រិតទី3ពួកគេអាចធ្វើការគ្រប់គ្រង Galaxy ទាំងមូលបានអាចមានសិទ្ធិក្នុងការចូលរួមបង្កើតជាមួយនឹងច្បាប់ Galactic បានដូចជា Andromeda នេះអញ្ចឹងពួកគេគឺជាពូជសាសន៍មួយក្នុងចំណោមពូជសាសន៍ទាំង3ដែលបានរកឃើញជាមួយនឹង Galactic Federation United of Planets ដែលពូជសាសន៍ពីរទៀតគឺមាន Lyran ក៏ដូចជា Arcturian ផងដែរដែលជាពូជសាសន៍ដែលសុទ្ធតែមានបច្ចេកវិទ្យាខ្លាំងដែលអាចធ្វើការគ្រប់គ្រងជាមួយនឹង Galaxy បានធ្វើយ៉ាងណារក្សាតុល្យភាពក៏ដូចជាបង្កើតជាមួយនឹងការអភិវឌ្ឍនៅក្នុង Galaxy ដែលពួកគេកាន់កាប់តាមលទ្ធភាពដែលអាចធ្វើទៅបាននិយាយទៅហាក់ដូចជាទីនិតប្តីនៅក្នុងប្រទេសមួយចឹងប៉ុន្តែមិនមែនគ្រប់គ្រងប្រទេសទេគឺគ្រប់គ្រង Galaxy ទាំងមូលតែម្ដងពូជសាសន៍ Andromeda នេះដំបូងឡើយពួកគេមានចំណាប់អារម្មណ៍ទៅលើមនុស្សជាតិយើងមែនទែនកាលពីបដិកាលតាំងពីមនុស្សយើងមិនទាន់មានការអភិវឌ្ឍតាំងពីមនុស្សយើងទៅតែមានកំណត់ដំបូង Andromeda នេះគឺតែងតែព្យាយាមមកសង្កេតមើលមនុស្សយើងជ្រឿយៗជានិច្ចកាលរបៀបថាពី 3,000 ឆ្នាំឬក៏ពី 3 លានឆ្នាំគឺមកមើលមនុស្សយើងម្ដងនៅលើផែនដីដោយសារតែពួកគេគឺចង់ជួយមនុស្សយើងដើម្បីធ្វើការអភិវឌ្ឍនៅចំណេះដឹងក៏ដូចជាអភិវឌ្ឍជាតិសាសន៍មនុស្សយើងឲ្យកាន់តែរុងរឿងឡើងចំពោះលក្ខណៈពិសេសនៃ Andromeda ពួកគេគឺអត់ចាំបាច់ធ្វើការនិយាយគ្នាដោយប្រើប្រាស់ភាសាឬក៏ប្រើប្រាស់សំឡេងអ្វីទេពួកគេអាចធ្វើការតាក់ទងគ្នាតាមរយៈចិត្តគំនិតក៏បានន័យថាគ្រាន់តែគិតហើយគឺបញ្ជូនទៅមកហាក់ដូចជាប្រព័ន្ធអ៊ីនធឺណិតឬក៏ network ដែលយើងប្រើសពថ្ងៃក្នុងទំនងជា fake កង់អញ្ចឹងគឺគ្រាន់តែបែបហ្នឹងគឺពួកគេអាចមានទំនាក់ទំនងជាមួយនឹងគ្នាបានហើយចំពោះរឿងហ្នឹងពួកគេក៏អាចធ្វើជាមួយនឹងមនុស្សបានដែរមនុស្សគឺអាចយល់ពីពួកគេបានដោយមិនចាំបាច់ប្រើភាសាដោយខ្ញុំនិយាយមុនហ្នឹងថាជារឿយៗ Andromeda គឺតែងតែមកលេងមនុស្សចិត្តជាញឹកញាប់នៅក្នុងបេតិកកាលក៏ដូចជាមកតាមដានការវិវត្តរបស់មនុស្សយើងពីមួយសម័យកាលទៅមួយសម័យកាលហើយសូម្បីតែនៅក្នុងយុគសម័យដែលមនុស្សយើងមានការគោរពខ្លាំងទៅលើសាសនាទៅលើអាទិទេពហ្នឹងគឺពួកគេមានជំនឿទៅលើអាទិទេពដោយសារតែ Andromeda នេះឯងគឺមនុស្សយើងចាត់ទុក Andromeda ហ្នឹងគឺជាអាទិទេពរបស់ពួកគេនៅក្នុងសាសនា Hindu បុរាណគឺជាព្រះសិវៈឬក៏ Shiva ដោយយើង Hindu បុរាណហ្នឹងគេចាត់ទុកថា Andromeda ហ្នឹងគឺជាព្រះរបស់គេគឺសំដៅទៅកាន់ព្រះសិវៈហ្នឹងឯងហើយវាក៏ដូចគ្នាជាមួយនឹងគម្ពីរនៃ Hindu បុរាណផងដែរដែលគេបាននិយាយថាព្រះសិវៈគឺជាព្រះមួយអង្គដែលមានសម្បុរពណ៌រាងខៀវក៏ដូចជារាងស្វាយផងដែរប៉ុន្តែតាមឯកសារខ្លះគឺគេបាននិយាយថាពណ៌សអញ្ចឹងណាវាក៏មានឯកសារដែលគេនិយាយថាព្រះសិវៈហ្នឹងគឺមានសម្បុរពណ៌ខៀវអាចថាស្តីគ្នាជាមួយនឹងពណ៌ស្វាយដោយដែលខ្ញុំនិយាយពីដំបូងអញ្ចឹងហើយមានកម្ពស់ប្រហែលជាខ្ទង់2ទៅ5ម៉ែត្រហ្នឹងឯងប៉ុន្តែនេះវាគ្រាន់តែជាការបរិយាយលក្ខណៈបែបខ្លីទេបើយើងនិយាយទៅក្នុងរឿងសាសនាចំតែម្ដងអាហ្នឹងមានរឿងវែងឆ្ងាយដែលយើងត្រូវនិយាយទៀតប៉ុន្តែនេះគឺយើងនិយាយសង្ខេបបែបខ្លីប៉ុណ្ណឹងវាតមកទៀតក៏ Andromeda ហ្នឹងឯងគឺតែងតែព្យាយាមជួយមនុស្សដោយប្រយោលតែប៉ុន្តែជាមួយនឹងការអភិវឌ្ឍអរិយធម៌ civilization ផងដែរហើយចំពោះបុគ្គលល្បីៗក៏ដូចជាមានលក្ខណៈឆ្លាតអស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រហ្នឹងក៏មានទ្រឹស្ដីដែលគេសន្និដ្ឋានថាបុគ្គលទាំងអស់ហ្នឹងគឺសុទ្ធតែជាបុគ្គលដែលមានលេឡំគ្នាជាមួយនឹង DNA របស់ Andromeda គេបានថាដូចជាកូនកាត់
ជាមួយ Andromeda អញ្ចឹងណាហ្នឹងហើយអានឹងវាគ្រាន់តែជាការសន្និដ្ឋានអូខេអញ្ចឹងនេះវាគ្រាន់តែជារឿងនិទានខ្លីមួយដែលខ្ញុំព្យាយាមសោកបញ្ចូលនៅក្នុង topic ហ្នឹងដើម្បីកុំឲ្យវាខ្លីពេកបើសិនជាយើងនិយាយតែធំ Galaxy Andromeda ហ្នឹងគឺខ្ញុំបន្ថែមរឿងហ្នឹងតិចទៀតទៅដើម្បីឲ្យវីដេអូយើងវារៀងវែងតិចប៉ុន្តែទោះបីជាណាក៏ដោយអាហ្នឹងក៏វាមិនមែនជារឿងនិទានសុទ្ធសាធដែរវាគឺជាទ្រឹស្ដីមួយសម្រាប់ឲ្យយើងយកមកគិតផងដែរក៏ដូចជាដូចខ្ញុំនិយាយពីដំបូងអញ្ចឹងថាដោយសារតែលក្ខណៈស្តីងគ្នាជាមួយនឹង Galaxy Milky Way របស់យើងក៏ដូចជា Andromeda ហ្នឹងទើបធ្វើឲ្យមានការគិតទៅលក្ខណៈបែបហ្នឹងជាលក្ខណៈ theory ហើយក៏មានរឿងនិទានអញ្ចឹងកើតឡើងអូខេអញ្ចឹងយើងបកមកកាន់ Andromeda Galaxy វិញបើតាមការប៉ាន់ស្មានគឺនៅរយៈពេលប្រហែលជា 5000 លានឆ្នាំទៀត Galaxy Andromeda ហ្នឹងគឺនឹងធ្វើដំណើរមកដល់ Galaxy Milky Way របស់យើងហើយលក្ខណៈសន្និដ្ឋានបែបវិទ្យាសាស្ត្រវិញដោយតាមការសន្និដ្ឋានគឺយើងបានដឹងថា Galaxy Milky Way របស់យើងហ្នឹងគឺកំពុងតែធ្វើដំណើរខិតទៅជិត Andromeda ហើយ Galaxy Andromeda ហ្នឹងក៏កំពុងតែធ្វើដំណើរគៀកមកកាន់ Galaxy Milky Way របស់យើងដែរដែលគេប៉ាន់ស្មានល្បឿនប្រហែលជា110គីឡូម៉ែត្រក្នុង1វិនាទីបើសិនជាយើងប្រៀបធៀបជាមួយនឹង Scary Galaxy គឺវាយឺតខ្លាំងមែនទែនចំពោះរយៈចម្ងាយប៉ុណ្ណឹងប៉ុន្តែបើយើងប្រៀបធៀបជាមួយនឹងមនុស្សយើងគឺវាលឿនខ្លាំងបើយកតាមការកណនាបែបហ្នឹងគឺគេប៉ាន់ស្មានថានៅចន្លោះប្រហែលជា4ទៅ5000លានឆ្នាំទៀត Andromeda Galaxy ក៏ដូចជា Milky Way របស់យើងហ្នឹងនឹងធ្វើការបុកទង្គិចគ្នាជាមិនខានហើយបើសិនជាការបុកទង្គិចគ្នានឹងកើតឡើងគឺវានឹងមានការផ្ទុះក៏ដូចជានឹងធ្វើឲ្យមានព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងចក្រវាលគឺជាការបុកចូលគ្នារវាង Galaxy 2ដែលវាបង្កទៅជាពន្លឺដែលភ្លឺអស់រយៈពេលរាប់ពាន់លានឆ្នាំនៅកន្លែងហ្នឹងតែម្ដងហើយក្រោយមកទៀតនៅពេលដែលការបំផ្ទុះនឹងទៅបានបញ្ចប់គឺវានឹងត្រូវ form ទៅជា Galaxy ថ្មីមួយទៀតដែលមានទំហំស្មើទៅនឹង Milky Way បូកចូលគ្នាជាមួយនឹង Andromeda ដែលគេស្គាល់ថាជា Milkomeda ប៉ុន្តែនេះវាគ្រាន់តែជាការប៉ាន់ស្មានលក្ខណៈបែបវិទ្យាសាស្ត្រទេអញ្ចឹងយើងមានតែចាំមើលថា5000លានឆ្នាំទៀតហ្នឹងវាមានរឿងចឹងកើតឡើងឬក៏អត់ប៉ុន្តែក៏យើងមិនដឹងថាមនុស្សជាតិរបស់យើងហ្នឹងគឺអាចបន្តអរិយធម៌បានទៅដល់5000លានឆ្នាំទៀតឬក៏អត់ប្រហែលជាអត់ច្រើនជាងថ្ងៃនេះគឺយើងនឹងមករៀនមេរៀនលំហវិទ្យាដែលយើងទៅនិយាយពី Galaxy ប្រភេទនៃ Galaxy អញ្ចឹងបើសិនជាអ្នកគ្នាចង់ដឹងថា Galaxy មានប្រមាណប្រភេទគឺអាចមើលវីដេអូនេះបានហើយបើសិនជាអត់ចង់ដឹងថា Galaxy មានប្រមាណប្រភេទទេអត់មើលក៏បានដែរអត់អីទេអញ្ចឹងវារៀងចម្លែកតិចបាទដោយសារតែវាមានហេតុផលអីបានជាយើងត្រូវដឹងពីប្រភេទតទៅជាមួយនឹង Galaxy ទាំងអស់ហ្នឹងទីមួយដោយសារតែអានឹងវាគឺជាប្រភេទ content ដែលខ្ញុំចង់ធ្វើហើយទីពីរវាជាចំណេះដឹងទូទៅពាក់ព័ន្ធជាមួយនឹងលំហពាក់ព័ន្ធជាមួយអីអញ្ចឹងទៅយើងគួរតែស្វែងយល់ពីវាអូខេគឺខ្ញុំនិយាយលេងទេអានឹងវាគឺជាចំណេះដឹងតាក់ទងជាមួយនឹងចក្រវាលតាក់ទងជាមួយនឹងសកលលោកតាក់ទងជាមួយនឹងទីលំហអវកាសដែលយើងគួរតែដឹងហើយក៏ជាសំណូមពររបស់គ្នាយើងផងដែរដែលគាត់តែងតែសំណូមពរដូចជាគាត់ចង់ឲ្យខ្ញុំធ្វើ content ឬក៏និយាយពាក់ព័ន្ធជាមួយនឹង space ឬក៏ Galaxy ឬក៏លំហអវកាសនឹងឲ្យច្រើនអញ្ចឹងឥឡូវនេះគឺយើងមកមួយទៀតហើយគឺពាក់ព័ន្ធជាមួយនឹងប្រភេទនៃ Galaxy អញ្ចឹងនៅក្នុងចក្រវាលដ៏ធំធេងមួយហ្នឹង Galaxy គឺវាមិនមែនមានតែមួយប្រភេទទេបើយោងតាមទិន្នន័យរបស់ NASA គេបានបញ្ជាក់ថា Galaxy គឺវាមានរហូតដល់ទៅ8ប្រភេទឯណោះដែលគេអាចរកឃើញនៅក្នុងពេលបច្ចុប្បន្នហើយតទៅមុខទៀតអានឹងគេរកឃើញមិនទៀតអានឹងយើងអត់ដឹងទេតែយើងមិននិយាយធ្វើ8ប្រភេទហ្នឹងសិនថាតើមានប្រភេទអីខ្លះបើសិនជាអ្នកគ្នាអត់ដឹងថា Galaxy នឹងវាគឺជាអីគេទេ Galaxy វាគឺជាប្រព័ន្ធបណ្ដុំផ្កាយដែលវាប្រជុំគ្នាហើយនៅក្នុងបណ្ដុំផ្កាយទាំងអស់នោះវាអាចនឹងមានភពរណបដូចជាភពផែនដីរបស់យើងក៏ដូចជា Solar System របស់យើងឬក៏មានកាកសំណល់អវកាសផ្សេងៗជាច្រើនទៀតដែលនៅផ្ដុំគ្នាហើយ form ទៅជារូបរាងនៃ Galaxy ផ្សេងៗអូខេសង្ខេបបែបខ្លីបែបហ្នឹងសឹកតែគ្នានឹងយល់អូខេអញ្ចឹងចូលទៅកាន់ប្រភេទទី1តែម្ដងដោយប្រភេទទី1យើងស្គាល់ថាជា Spiral Galaxy គឺជាប្រភេទ Galaxy ដែលវាមានពន្លឺនៅកណ្ដាលហើយវាមានដៃឬក៏វាមានខ្នែងរបស់វានឹងវិលជារង្វង់ដូចជារាងគូតខ្យងប្រភេទ Spiral Galaxy វាគឺជា Galaxy ធម្មតាកម្រិតដំបូងដែលមានដូចជា Milky Way Galaxy របស់យើងក៏ដូចជា Andromeda Galaxy ដែលខ្ញុំបាននិយាយកាលពីវីដេអូមុនហ្នឹងដោយលក្ខណៈសម្គាល់របស់វាគឺវាមានពន្លឺនៅចំកណ្ដាលហើយវាមានទំហំតូចល្មមគឺវាអត់ធំខ្លាំងទេហើយនៅជុំវិញហ្នឹងគឺវាផ្គុំគ្នាទៅដោយបណ្ដុំភពឬក៏បណ្ដុំប្រព័ន្ធ Solar System ក៏ដូចជាកាកសំណល់អវកាសគេអាចសន្មតថានៅចំកណ្ដាលនៃ Spiral Galaxy ដែលភ្លឺហ្នឹងវាគឺជា Black Hole ដែលបានធ្វើការស្រូបទាញពន្លឺឬក៏ស្រូបទាញអង្គធាតុផ្សេងៗចូលទៅក្នុងវាទើបយើងសង្កេតឃើញថាវាមានលក្ខណៈដូចជាគូតខ្យងហើយដូចជាមានអ្វីទាញចូលខាងក្នុងប្រភេទទី2គេហៅថា Elliptical Galaxy លក្ខណៈសម្គាល់របស់វាយើងមើលទៅវាគ្រាន់តែជាពន្លឺដ៏ភ្លឺធម្មតាមួយតែប៉ុណ្ណោះអត់ឃើញមាន structure ដែលថាមានប្រព័ន្ធភពឬក៏ប្រព័ន្ធកាកសំណល់អវកាសអីផ្សេងៗដែលនៅវិលជុំវិញវាដូចជាប្រភេទ Spiral Galaxy នោះទេទៅមើលរូបភាពដែលគេបានថតជាប់គឺវាមានធម្មតាជាពន្លឺភ្លឺមួយហើយវាមានរាងជារង្វង់ឬក៏ជា oval
ដែលវាមើលទៅដូចជាពន្លឺអំពូលមួយអញ្ចឹងដែលកំពុងតែភ្លឺនៅទីលំហអវកាសបើតាមការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រគេបានសន្និដ្ឋានថាប្រភេទ Ecliptical Galaxy នេះវាមិនមែនជាប្រភេទ Galaxy ពេញលេញតែម្ដងទេវាហាក់ដូចជាប្រភេទ Galaxy ដែលទើបតែធ្វើការបុកគ្នាហើយវាបន្សល់នៅពន្លឺអញ្ចឹងហើយបានជាអត់ឃើញមានប្រព័ន្ធភពឬក៏ការសំណល់អវកាសនៅជុំវិញខ្លួនវាដោយសារតែវាត្រូវបានខ្ទេចអស់ហើយវាទើបតែ form ទៅជាពន្លឺដែលធ្វើឲ្យយើងមើលទៅគឺឃើញត្រឹមតែពន្លឺប៉ុណ្្នឹងឯងឧទាហរណ៍ដូចខ្ញុំនិយាយកាលពីវីដេអូ Andromeda Galaxy មុនអញ្ចឹងថានៅរយៈពេលប្រហែលជា 5000 លានឆ្នាំទៀត Andromeda និង Milky Way នឹងធ្វើការបុកគ្នាអញ្ចឹងនៅក្នុងកំឡុងពេលដែលបុកគ្នានៅពេលដែលផ្ទុះក៏ដូចជាមានពន្លឺនឹងហើយអានឹងគេហៅថាជាទម្រង់ Ecliptical Galaxy នៅក្នុងទ្រឹស្ដីវិទ្យាសាស្ត្រប្រភេទទី3គេហៅថា Lenticular Galaxy វាគឺជា Galaxy ដែលគេសន្និដ្ឋានថាជាការ merge ចូលគ្នាឬក៏ជាការរួមបញ្ចូលគ្នារវាង Galaxy ពីរប្រភេទដែលខ្ញុំនិយាយមុនហ្នឹងគឺជាប្រភេទ Spiral ក៏ដូចជា Ecliptical ងាយស្រួលយល់ទេបើសិនជាយើងមើលទៅរូបភាពដែលខ្ញុំបានបង្ហាញនេះឃើញថានៅជុំវិញ Galaxy មួយហ្នឹងវាមានពន្លឺដ៏ខ្លាំងអាហ្នឹងវាគឺជាពន្លឺដែលចេញពី Ecliptical Galaxy ហើយនៅចំកណ្ដាលក៏ដូចជានៅជុំវិញខ្លួនរបស់វាគឺវាមានកាកសំណល់អវកាសក៏ដូចជាមានប្រព័ន្ធភពហាក់ដូចជានៅជុំវិញហ្នឹងវាជាទម្រង់ Spiral Galaxy អញ្ចឹងបើសិនជានិយាយជារួមប្រភេទ Galaxy មួយហ្នឹងវាគឺជាការ merge បញ្ចូលគ្នាឬក៏ការរួមបញ្ចូលគ្នារវាង Spiral Galaxy ជាមួយនឹង Ecliptical Galaxy ប្រភេទ Irregular Galaxy ឬក៏ Galaxy ដែលមិនមានរូបរាងពិតប្រាកដចំពោះប្រភេទ Galaxy មួយហ្នឹងបើសិនជាយើងសង្កេតមើលទៅលើរូបភាពដែលគេថតបានវាមានលក្ខណៈខុសប្លែកដោយសារតែវាអត់ចេញជាទម្រង់គូតខ្យងឬក៏អត់ចេញជាទម្រង់ disk ដូចជា Galaxy ពីមុនហ្នឹងទេយើងមើលទៅគឺវាហាក់ដូចជាប្រព័ន្ធបណ្ដុំផ្កាយមួយដោយវាមិនមាននៅចំណុចកណ្ដាលច្បាស់លាស់ទេវាហាក់ដូចជាប្រព័ន្ធបណ្ដុំផ្កាយជាច្រើនដែលត្រូវបានផ្ដុំគ្នាហើយវាបង្កើតទៅជាពន្លឺមួយនៅចំកណ្ដាលហ្នឹងប៉ុន្តែវាមិនមែនជាពន្លឺកោឬក៏ពន្លឺ source ដែលធំដែលយើងមើលទៅគឺឃើញច្បាស់ដូច spiral ទេឃើញលក្ខណៈដូចជាផ្កាយដែលកំពុងតែភ្លឺហើយវានៅទន្ទឹមគ្នាអញ្ចឹងណាដូចជារូបភាពដែលខ្ញុំបានបង្ហាញអញ្ចឹងតាមការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្ត្រគឺគេគិតថា Galaxy នេះវាកើតឡើងដោយសារតែមានប្រភេទ Galaxy ស្តៀងគ្នាដែលវាមានប្រព័ន្ធទំនាញផាកផាយគ្នាហើយគឺវាទៅប៉ះគ្នាឬក៏វាខិតទៅជិតគ្នាដែលធ្វើឲ្យទំនាញរបស់វាត្រូវបានទាញគ្នាទៅវិញទៅមកទើបធ្វើឲ្យ Galaxy នឹងវាបែកខ្ចាត់ខ្ចាយ form ទៅជាប្រភេទ Galaxy Irregular នឹងឡើងដោយសារតែវាអត់មានរូបរាងច្បាស់លាស់និយាយជារួមវាហាក់ដូចជាបណ្ដុំ Galaxy ជាច្រើនដែលត្រូវបានខូចរូបរាងឬក៏ខូចទ្រង់ទ្រាយដោយសារតែទំនាញរៀងៗខ្លួនរបស់វា Active Galaxy បើតាមការសង្កេតមើលប្រហែលជា 10% តែប៉ុណ្ណោះដែលគេសង្កេតឃើញថា Galaxy គឺវាមានលក្ខណៈសកម្មដែលសូម្បីតែ Galaxy Milky Way របស់យើងហ្នឹងក៏គេអត់ទាន់រាប់ថាវាគឺជា Galaxy សកម្មដែរ Galaxy សកម្មគឺគេចង់សំដៅទៅដល់ Galaxy ដែលវាមានទំហំធំខ្លាំងហើយវាកើតឡើងដោយសារតែការរួមផ្ដុំគ្នាចេញពីប្រភេទ Galaxy ជាច្រើនមិនថាប្រភេទ Spiral ប្រភេទ Ecliptic ឬក៏ប្រភេទ Irregular ដែលខ្ញុំនិយាយមុនហ្នឹងទេបើតាមការប៉ាន់ស្មានពន្លឺដែលភ្លឺចេញពីចំណុចកណ្ដាលនៃប្រភេទ Active Galaxy មួយនេះភ្លឺជាង Galaxy ធម្មតារហូតដល់ទៅ100 ដងបើយោងតាមការសន្និដ្ឋានក៏ដូចជាការសង្កេតមើលពីអ្នកវិទ្យាសាស្ត្រហើយគេបានសន្និដ្ឋានបន្តទៅថាចំពោះពន្លឺដែលអាចភ្លឺខ្លាំងបែបហ្នឹងកើតវាត្រូវតែមានបណ្ដុំអីមួយសម្រាប់ធ្វើការទប់ពន្លឺហ្នឹងក៏ដូចជាធ្វើការទាញពន្លឺនឹងចូលគ្នាដើម្បីឲ្យវាភ្លឺចឹងហើយគឺគេសន្និដ្ឋានថានៅចំចំណុចកណ្ដាលនៃប្រភេទ Active Galaxy មួយហ្នឹងវាប្រកបជាមាន Supermassive Black Hole មួយដែលធ្វើការទាញរាល់ពន្លឺផ្កាយទាំងអស់ឲ្យវាផ្ដុំគ្នានៅមួយកន្លែងដែលវាមានទំហំធំខ្លាំងទៅធ្វើឲ្យ Galaxy មួយហ្នឹងគឺវាមានពន្លឺខ្លាំងបែបហ្នឹងហើយចំពោះ Active Galaxy ដែលគេស្គាល់ច្បាស់ជាងគេស្គាល់ថាជា Seyfert Galaxy មួយហ្នឹងគឺត្រូវបានរកឃើញនៅក្នុងឆ្នាំ1943ដោយតារាវិទូជនជាតិអាមេរិកម្នាក់ដែលគាត់មានឈ្មោះថា Carl Seyfert ហើយបើយើងមើលទៅលើរូបភាពដែលគេបានបង្ហាញហ្នឹងគឺយើងឃើញថានៅចំកណ្ដាលនៃ Galaxy មួយហ្នឹងគឺវាមានហាក់ដូចជាដុំពន្លឺដ៏ភ្លឺខ្លាំងមួយនៅជុំវិញវាមានដូចជាប្រព័ន្ធភពក៏ដូចជាកាកសំណល់អវកាសផ្សេងៗដែលវាបញ្ចេញពន្លឺហាក់ដូចជាខ្សោយជាងចំណុចកណ្ដាលអញ្ចឹងហើយបាននិយាយគេសន្មតថាចំណុចកណ្ដាលហ្នឹងវាប្រហែលជា Supermassive Black Hole ដែលកំពុងតែទាញពន្លឺទៅហ្នឹងឲ្យវាទៅជាបណ្ដុំហើយបើសិនជាចង់ដឹងថា Supermassive Black Hole ហ្នឹងវាមានទម្រង់វាម៉េចអ្នកនរគ្នាអាចចូលទៅមើលវីដេអូចាស់របស់ខ្ញុំបានដែលនិយាយពី Black Hole ក៏ដូចជាប្រភេទនៃ Black Hole ផងដែរហ្នឹងហើយដើម្បីឲ្យយល់កាន់តែច្បាស់ Quasar មួយនេះបើយើងនិយាយស្រួលស្ដាប់ទៅវាគឺជាការរួមបញ្ចូលគ្នារវាងប្រភេទ Active Galaxy ដែលខ្ញុំនិយាយមុនហ្នឹងមិនថាប្រភេទ Seyfert ឬក៏ Active Galaxy ជាច្រើនទៀតវាបានធ្វើការផ្គុំចូលគ្នាហើយវា generate energy ជាលក្ខណៈប្រភេទ electromagnetic spectrum ហើយវាបង្កើតទៅជាប្រភេទថាមពលដ៏ខ្លាំង virtual scan spectrum ដែលអាចធ្វើការ detect ដឹងតាមរយៈទីលំហអវកាសបើយោងតាមការប៉ាន់ស្មានចំពោះកម្រិតថាមពលដែលវាបញ្ចេញហ្នឹងគឺវាមានចំនួនរហូតដល់ទៅខ្ទង់1000ដងបើយើងប្រៀបធៀបជាមួយនឹងថាមពលដែល Galaxy
Milky Way របស់យើងបញ្ចេញហើយចំពោះប្រភេទ quasar ដែលគេបានរកឃើញហើយសន្មតថាវាចិត្តជាងគេពី Milky Way របស់យើងទៅគឺគេស្គាល់ថា Macarian 231ដែលវាមានទីតាំងប្រហែលជា600លានឆ្នាំពន្លឺពីភពផែនដីរបស់យើងហើយបើតាំងពីពេលអតីតកាលរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងខាងអ្នកវិទ្យាសាស្ត្រគឺគេអាចរកឃើញក៏ដូចជាអាច detect ដឹងប្រភេទ quasar ហ្នឹងរហូតដល់ទៅ1លាន quasar ទៅហើយអញ្ចឹងបានន័យថានៅក្នុងចក្រវាឡយើងហ្នឹងគឺវាមានច្រើនមែនទែនប្រភេទ quasar មួយហ្នឹងហើយនៅប្រភេទចុងក្រោយគេហៅថា plasma ចំពោះប្រភេទ plasma នេះនិយាយខ្លីទៅវាគឺជាប្រភេទដ៏ធំមួយទៀតបន្ទាប់ពី quasar ឬក៏យើងនិយាយថាជាការរួមបញ្ចូលគ្នារវាង quasar ជាច្រើនក៏ដូចជា plasma នេះឯងវាអាចធ្វើការបញ្ចេញពន្លឺរបស់វានឹងគឺខ្លាំងមែនទែនជាលក្ខណៈ electromagnetic spectrum ហ្នឹងគេអាចដឹងវាបានដោយសារតែប្រភេទថាមពលរបស់វាភាគច្រើនគឺមានគោលដៅចំផែនដីតែម្ដងដោយសារតែជាញឹកគឺគេអាច detect ឃើញតាមរយៈផ្កាយរណបពាក់ព័ន្ធជាមួយនឹង high energy particle ប្រភេទអង្គធាតុដែលវាមាន energy ខ្លាំងដែលមកក្នុងទម្រង់ជា electromagnetic ឬក៏ទម្រង់ជា radiation ដែលមកពីទីមហោបកាសដូចជាប្រភេទគេហៅថា neutrinos ដោយសារតែបែបហ្នឹងហើយទើបមនុស្សយើងអាចធ្វើការ detect បកទៅវិញទើបដឹងថាអានឹងគឺវាមកពីប្រភពមួយណាអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេពាក់ព័ន្ធជាមួយនឹង galaxy ទាំង8ប្រភេទដែលអ្នកវិទ្យាសាស្ត្របច្ចុប្បន្នគឺគេរកឃើញប៉ុណ្្នឹងបើសិនជានៅពេលក្រោយគឺគេរកឃើញបន្ថែមទៀតអានឹងចាំយើង update បន្តទៀតខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងទំហំនៃចក្រវាឡក៏ដូចជាទំហំនៃ galaxy បន្តិចដោយសារតែនៅក្នុង galaxy មួយគឺវាមានចំនួនប្រព័ន្ធព្រះអាទិត្យចំនួនផ្កាយក៏ដូចជាចំនួនភពច្រើនខ្លាំងមែនទែនរហូតដល់ទៅរាប់ពាន់លានហើយបើយោងតាមខ្ញុំនិយាយមកត្រួសមកនេះក៏យើងសង្កេតឃើញថានៅក្នុងចក្រវាឡរបស់យើងហ្នឹងក៏វាមាន galaxy រាប់ពាន់លានដូចគ្នាដែលច្រើនខ្លាំងមែនទែនបើសិនជាយើងនិយាយពាក់ព័ន្ធជាមួយនឹង Fermi paradox ចំពោះលក្ខខណ្ឌក៏ដូចជាលក្ខណៈដែលអាចទៅរួចដែលយើងគិតថានៅក្នុង galaxy របស់យើងមានភពមានជីវិតផ្សេងទៀតឬក៏មាន alien ហ្នឹងខ្ញុំគិតថាភាគរយច្រើនក៏ដូចជាខ្ញុំនៅតែរក្សាកូដចំហដដែលថាវាប្រកាសជាអាចនឹងមានប្រភេទភពមានជីវិតណាមួយរស់នៅក្នុង galaxy ណាមួយក្នុងចំណោម galaxy រាប់ពាន់លាននឹងជាមិនខានទេព្រោះថាបើសិនជានៅក្នុងចក្រវាឡទាំងមូលវាមានតែមនុស្សយើងវាហាក់ដូចជាមិនសូវសមក៏ដូចជាមិនទំនងមនុស្សយើងប្រហែលជាមិនអស្ចារ្យដល់ម្លឹងដល់ថ្នាក់នៅក្នុងចក្រវាឡទាំងមូលហ្នឹងគឺមានតែពូជសាសន៍មនុស្សយើងទេអញ្ចឹងយ៉ាប្រហែលជាអាចនឹងមានពូជសាសន៍ផ្សេងទៀតដែលរស់នៅ galaxy ផ្សេងអាចថាពួកគេគឺស្ថិតនៅកម្រិត civilization ស្មើយើងឬក៏ខ្ពស់ជាងយើងដែលខ្លះហ្នឹងគឺអាចថាឈានទៅដល់កម្រិត3ដែលអាចធ្វើការកាន់កាប់គ្រប់គ្រង galaxy បានរួចទៅហើយក៏ថាមិនត្រូវដែរដូចជាក្នុងករណីរឿងនេះទៀតខ្ញុំនិយាយពី Andromeda ហ្នឹងប្រហែលជាអាចនឹងមានក៏អាចថាបានដែរហើយបើសិនជាយើងគិតថា galaxy ហ្នឹងគឺជាទីក្រុងមួយជាប្រទេសមួយអញ្ចឹងទៅនៅក្នុងចក្រវាឡរបស់យើងហ្នឹងគឺវាមានប្រទេសរាប់ម៉ឺនរាប់ពាន់ជាច្រើនមែនទែនដែលសិតតែអាចមានលទ្ធភាពប្រហែលជាអាចនឹងមានជីវិតរស់នៅក្នុងហ្នឹងក៏ថាបានដែរអូខេអញ្ចឹងគឺមានប៉ុណ្្នឹងទេពាក់ព័ន្ធជាមួយនឹងប្រភេទនៃ galaxy ដែលខ្ញុំព្យាយាមសង្ខេបខ្លីៗត្រួសក៏ដូចជាខ្ញុំព្យាយាមបកប្រែពីភាសាអង់គ្លេសមកដើម្បីឲ្យអ្នកគ្នាងាយយល់ហ្នឹងគឺរឿងពិបាកអញ្ចឹងខ្ញុំនិយាយយ៉ាងខ្លីៗក៏ដូចជាព័ត៌មានហ្នឹងគឺខ្ញុំយកចេញមកពី NASA តែម្ដងអញ្ចឹងយើងប្រកាសថាវាត្រឹមត្រូវ